រឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំកណាខ្ញុំគិតថាខ្ញុំកណាខ្ញុំគិតត្រូវណាស់ត្រូវពីនេះនឹងត្រូវលិចសាបសូន្យការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ជបាញ់ប្រហែលមកខ្ញុំកណាគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសាក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់នឹងសូវនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយបត់ជបាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយកយល់រឿងនេះខ្ញុំកណាខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលីកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្ហាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមុខចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាមិនគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននេះតែមានទេអាធននេះដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរថៃអាចោលឆ្លៀនពីននេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេត្រូវពីនេះបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជុំចាប់យកតម្រោពួកអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែង